안녕하세요 여러분. 웹소나 어학의 사이트ថ្មី មកកាន់វីដេអូបរិញ្ញាបត្រតំណែងការដោះស្រាយលំហាត់ if at topic នៅសភៅ update ស្រីថ្មី 2025 ហើយវីដេអូមុនគឺយើងបានរៀនមកដល់ផ្នែកនៃវិញ្ញាសាស្ដាប់មេរៀនទី7បាទអញ្ចឹងថ្ងៃនេះយើងនឹងបន្តចូលដល់បាទមេរៀនទី8បាទផ្នែកវិញ្ញាសាផ្នែកអានបាទតាមមេរៀនទី8បាទជាភាសាកូរ៉េបាទយើងនិយាយថាផាខ្វាបាទចំណងជើងមេរៀនគឺយើងនឹងរៀនតទៅនឹងខាជូខ្វាឈិនគូបាទខាជូនេះយើងមកប្រែថាគ្រួសារខ្វានេះបាទប្រែថានឹងបាទវិជ្ជករនឹងប្រើជាមួយនាមបញ្ចុះដល់ព្យញ្ជនៈចឹងខាជូបញ្ចុះដល់ព្យញ្ជនៈយើងបូកជាមួយខ្វាឈិនគូនេះប្រែថាមិត្តភក្តិចឹងមេរៀនទី8គឺរៀនតទៅនឹងបាទគេបរៀនទីយ៉ាងតទៅនឹងមិត្តភក្តិហើយនឹងបាទគ្រួសារខាងក្រោមជាការណែនាំមេរៀនបាទមកខាពេលយូរលេងចូលដល់បាទអ៊ីគីបាទអ៊ីគីនេះយើងមកប្រែថាការអានតែឥឡូវយើងបាទចូលដល់អ៊ីលប៉ុនមិនចេះបាទសំណួរលេខ1បាទយើងមកប្រែក្បាលសំណួរមកដើម្បីដឹងថាគេបញ្ជាយើងធ្វើអីបាទក្បាលសំណួរគេនិយាយថានៃយ៉ងខ្វាខ្វាន់គេអ៊ីនិនគឺរីមើកូរីស៊ីបស៊ីអូបាទក្នុងប្រយោគនេះអត់មានប្រធានទេបាទគឺប្រធានសំដៅលើមានអ៊ឺនិននិងអ៊ីកានៅខាងមុខចង់វាអត់មានអ៊ឺនិនអ៊ីកានៅខាងមុខទេឥឡូវយើងបកពីខាងចុងមកបាទសូមជ្រើសរើសកូរីស៊ីបស៊ីអូសូមជ្រើសរើសគ្រីមើបាទរូបភាពខ្វាន់គេអ៊ីនិនដែលពាក់ព័ន្ធបាទខ្វាមិញហ្នឹងបាទនឹងនៃយ៉ងអត្ថន័យថានេះយើងមកប្រែថាខាងក្រោមចឹងនេះគេពជាយើងសូមជ្រើសរើសរូបភាពដែលពាក់ព័ន្ធនឹងអត្ថន័យខាងក្រោមចឹងគេដាក់រូបភាព4ឲ្យយើងបាទនេះតបមកពាក្យនៅក្នុងប្រអប់នេះគឺជាពាក្យដែលតទៅនឹងរូបភាពបាទមួយក្នុងចំណោម4ហ្នឹងតែពាក្យក្នុងប្រអប់នេះគេនិយាយថា harmony imida harmony នេះយើងមកប្រែថាលោកយាយimida នេះប្រែថាគឺជាបាទចឹងរូបភាពមួយណាលោកយាយបាទនេះឆ្លាតទៅគេលេខ2រាលេខ1នេះយើងនិយាយថាបាទលោកតាជាភាសាកូរ៉េគឺហារ៉ាប៉ូជីបាទហារ៉ាប៉ូជីបាទចុះតែទេបាទពេលនោះពាក្យក្នុងប្រអប់នេះគឺលោកយាយរ៉ាលេខបាទលេខ3ក៏ត្រូវដែរលេខ3នេះបាទសំដៅលើឪពុកបាទអាប៉ូជីបាទពុកជាភាសាកូរ៉េយើងនិយាយថាអាប៉ូជីចុះត្រូវទេលេខ4ក៏ត្រូវដែរបាទលេខ4គឺរូបភាពតទៅនឹងម្ដាយជាភាសាកូរ៉េយើងនិយាយថាអម៉ូនីបាទចឹងលេខ1ឆ្លើយត្រឹមត្រូវគឺបាទឆ្លើយលេខ2បាទ harmony imida គឺជាលោកយាយបាទហើយចូលមកដល់បាទអ៊ីប៉ុនបញ្ចេបាទសំណួរលេខ2មកបាទខ្ញុំបបពីក្បាលសំណួរមកដើម្បីដឹងថាក្បាលសំណួរគេបញ្ជាយើងធ្វើអីបាទសំណួរគេនិយាយថាថាណូវ៉ាអ៊ីមីកាពិសិដ្ឋានម៉ារិនម៉ូអាស៊ីមីកាខ្ញុំបញ្យល់នេះមានប្រធានដូចគ្នាគេខ្ញុំបបពីខាងចុងមកបាទគឺជាអ្វីម៉ូអាស៊ីមីកានេះគឺជាអ្វីពិសិដ្ឋានម៉ារិនបាទពាក្យដែលស្រដៀងបាទអ៊ីមីកានេះអត្ថន័យវ៉ានេះនឹងប្រើជាមួយនាមបញ្ចុះអាស្រៈ
ថាណនេះប្រែថាពាក្យថានេះយើងបប្រែថាខាងក្រោមចឹងឥឡូវនេះគេចង់សួរយើងថាគឺជាអ្វីជាពាក្យស្តៀងនឹងអត្ថន័យនឹងពាក្យខាងក្រោមបាទចុះសំណើលើពាក្យក្នុងប្រអប់នេះបាទហើយពាក្យក្នុងប្រអប់ហ្នឹងគឺជាបាទក្នុងចំណោមចម្លើយ4ហ្នឹងគឺមានពាក្យមួយដែលស្តៀងនឹងពាក្យហ្នឹងបាទចុះសំខាន់យើងត្រូវចេះពាក្យនៅក្នុងប្រអប់នេះបាទចុះពាក្យក្នុងប្រអប់ហ្នឹងគេនិយាយថាយ៉នសេនេះសំដៅទៅលើអាយុបាទចឹងអាយុជាភាសាកូរ៉េមួយទៀតណាអ៊ីបាទចុះឆ្លើយត្រឹមត្រូវគឺលេខ2យ៉ាងសេអាយុនេះជាពាក្យកុសលណាអ៊ីនឹងអាយុដូចគ្នាតែពាក្យធម្មតាហើយលេខ2សំដៅលេខ1អ៊ីរឹមវេថាឈ្មោះបាទខហើយគេនិយាយពីអាយុបាទចុះលេខ1អ៊ីរឹមឈ្មោះនឹងអត់ត្រូវទេហើយលេខ3ខូសាំងបាទខូសាំងនេះវាប្រែថាស្រុកកំណើតចុះអត់ត្រូវដែរហើយលេខ4បាទគោកចកនេះក៏អត់ត្រូវដែរបាទគោកចកនឹងប្រែជាភាសាខ្មែរថាសញ្ជាតិចឹងបាទពាក្យស្តៀងនឹងយ៉នសេបាទអាយុនឹងគឺលេខ2បាទណាអ៊ីហើយចូលទៅដល់បាទសម្ព័ន្ធមិនចេះបាទសំណួរលេខ3បាទសំណួរគេសួរថាថាណូអេផាន់ដេម៉ារិនវ៉ាស៊ីមីកាពីនេះមានប្រធាននេះយកទៅខាងក្រោយមកបាទគឺជាអ្វីវ៉ាស៊ីមីកាគឺជាអ្វីផាន់ដេម៉ារិនបាទពាក្យផ្ទុយថាណូអេបាទរបស់ពាក្យអេបាទស្រេចខាងចុងយ៉ាងថាអេប្រែរបស់ថាណូនេះពាក្យថានេះយកមកប្រែខាងក្រោមចឹងនេះគេសួរយ៉ាងថាគឺជាអ្វីជាពាក្យផ្ទុយរបស់ពាក្យខាងក្រោមយ៉ាងពាក្យនឹងប្រអប់នេះបាទយើងអានថាហ្វលប៉ាល់ហាដាយើងបកប្រែថាស្វាហាប់បាទអញ្ចឹងពាក្យផ្ទុយរបស់ស្វាហាប់នេះគឺបាទសុភាពរំទុំបាទស្វាហាប់ឬក៏សកម្មហ្វលប៉ាល់ហាដានេះស្វាហាប់ឬក៏សកម្មចឹងពាក្យផ្ទុយនឹងស្វាហាប់ឬក៏សកម្មនេះគឺសុភាពរំទុំបាទឆ្លើយត្រឹមត្រូវលេខ3យ៉ាំចុនហាដាយើងបកប្រែថាសុភាពរំទុំហើយលេខ1ឈិនចុះហាដានេះយើងបកប្រែថាបាទរូរេរតេអានោះអត់ទេហើយលេខ2តុកហាដាយើងបកប្រែថាឆ្លាតនឹងអត់ទេដែរហើយលេខ4បាទភូជិរនហាដានឹងឧស្សាហ៍អត់ទេដែរបាទចឹងពាក្យផ្ទុយរបស់ស្វាហាប់ឬក៏សកម្មផប៉ាហាដានេះពាក្យផ្ទុយរបស់វាគឺយ៉ាំចុនហាដាបកប្រែថាសុភាពរំទុំតោះហើយចូលទៅដល់មកសំណួរលេខ4សាប៉ុនមិនចេយើងបកប្រែក្បាលសំណួរវាមកថាជុងមីឈុលឈិនពូពូនីម៉ានិនមុនចាងលកូរីស៊ីបស៊ីអូចឹងប្រយោគនេះមានប្រធានដូចគ្នាគឺយើងបកប្រែពីខាងចុងមកបាទសូមជ្រើសរើសកូរីស៊ីបស៊ីអូសូមជ្រើសរើសមុនចាងលបាទប្រយោគម៉ានិននេះដែលត្រឹមត្រូវមីបាទឈិនភូពូនបាទផ្នែកដែលគូបន្ទាត់ភូពូននឹងផ្នែកឈិនដែលបានគូមីឈុលនោះបាទសំដៅលើខាងក្រោមបាទគូបន្ទាត់ផ្នែកខាងក្រោមជុងនេះក្នុងចំណោមថានៅប្រែថាខាងក្រោមចឹងនេះគេចង់បញ្ជាក់យ៉ាងថាសូមជ្រើសរើសប្រយោគដែលត្រឹមត្រូវនៅផ្នែកដែលបានគូបន្ទាត់ខាងក្រោមក្នុងចំណោមបាទខាងក្រោមនេះបាទខ្ញុំមានន័យថាប្រភេទសំណួរហ្នឹងគឺឆ្លើយទាំង4ហ្នឹងវាមានបាទឆ្លើយមួយដែលវាសរសេរត្រូវពាក្យហើយនឹងត្រូវវេយ្យាករណ៍ហើយឆ្លើយទាំង3ទៀតគឺសរសេរខុសពាក្យហើយនឹងខុសវេយ្យាករណ៍បាទតែឥឡូវយើងទៅមើលឆ្លើយទី1មកគឺដាក់អមនីកេសឆុងសូរលហាសមីដាបាទអមនីកេសវាថាម្ដាយហ្នឹងកេសហ្នឹងបាទនៅលើប្រធានបាទគូសំឆុងសូរលហាសមីដានេះវាថាសំអាតបាទចឹងពីដើមវាឆុងសូរលហាមីដាបាទចុះផ្នែកគូបន្ទាត់នេះគេដាក់ឆុងសូរលហាសមីដា
ចឹងអានេះបាទគឺវាស្ថិតនៅក្នុងចម្លើយត្រឹមត្រូវបាទឥឡូវយើងមើលជាក់សិនមកចាំយើងយកចិញ្ចើមបាទលេខ2នេះគេដាក់អបជាកេសរបាទឪពុកឆាងមុននោះបាទបង្អួចថាក់ស៊ីមីដាពាក្យដើមវាថាក់តាបាទថាក់តាដោះជូតបាទប្រើមួយទម្រង់បាទគួរសមនេះទម្រង់វាកេសរបូកបាទបាទស៊ីមីដាបាទអានេះគឺជាទម្រង់គួរសមយកបកប្រែទាំងអស់បាទចឹងពាក្យដើមថាក់តានេះគឺបញ្ចុះដល់ព្យញ្ជនៈចឹងកាលណាបញ្ចុះដល់ព្យញ្ជនៈគឺយើងយកស្រៈអ៊ឺនេះមកនេះបាទយកស្រៈអ៊ឺនេះមកដោយសារតែនឹងបញ្ចុះព្យញ្ជនៈប៉ុន្តែថាក់តានេះគេបែរយកតែស៊ីមីដាមកទេចឹងមានន័យថាខុសហើយអាហ្នឹងបើឲ្យចង់ឲ្យត្រូវឆាងមុននោះថាគឺស៊ីមីដាបាទចឹងចម្លើយលេខ2នេះខុសហើយបាទនេះឲ្យចម្លើយលេខ3វិញគេដាក់ harmonic អក្សរបាទក្នុងនិយាយហ្នឹង musical បាទមហូបมันទិសមីដាបាទมันទិសមីដានេះអត់ត្រូវទេបាទពាក្យហ្នឹងបើចង់ឲ្យត្រូវយើងត្រូវលុបអក្សររីអ៊ឺនេះចេញព្រោះអក្សររីអ៊ឺនេះបាទគេសាប់គុណដែលបញ្ចប់ដោយអក្សររីអ៊ឺក៏យើងលុបតាចេញហ្នឹងគឺបាទយើងត្រូវលុបអក្សររីអ៊ឺនេះចេញដែរបាទហើយបានយកបូកជាមួយបាទស៊ីមីដានេះចានេះខុសហើយបាទចង់ឲ្យត្រូវ harmonic កេសរmusical มันទិសមីដាមានថាយើងលុបរីអ៊ឺនឹងចេញតែលេខ4វិញគេដាក់បាទ harmonic កេសរនឹងខីកាគឺអ៊ីស៊ីមីដា harmonic កេសរនឹងមានថាលោកយាយបាទសំទោសរ៉ាបអជីកេសរនឹងបាទលោកតាខីកានឹងបាទកម្ពស់ពីដើមវាខីកាគឺដាបាទខ្ពស់បាទខ្ពស់បាទគឺដានេះគឺវាបញ្ចុះដល់ស្រៈតែគេថែមស្រៈអ៊ឺនេះមកវិញចឹងមានថាខុសហើយបាទអត់ត្រូវថែមស្រៈអ៊ឺមកទេព្រោះស្រៈអ៊ឺនេះប្រើជាមួយបញ្ចុះដល់ព្យញ្ជនៈទេបាទចឹងហ្នឹងខុសហើយចឹងមានតែច្រឡំតាមទៅគឺលេខ1នេះបាទទៅសារតែលេខ1នេះគេនិយាយថាហាំបើអមនីកេសននឹងចង់សរើហាស៊ីមីដាថាអ្នកបាននេះគាត់បោះសម្អាតចឹងចង់សរើហាដាពីដើមវាពេលយើងបែកមកយើងយកត្រឹមតែស៊ីមីដាមកទេនេះកន្លែងនេះភាសាថាស្រៈអ៊ឺនឹងវាប្រើជាមួយបញ្ចុះដល់ព្យញ្ជនៈចឹងចង់សរដាបញ្ចុះដល់ស្រៈយើងយកត្រឹមតែនេះមកទេបាទយើងយកត្រឹមតែស៊ីមីដាមកចឹងបាទចឹងសំណួរលេខ4ហ្នឹងឆ្លើយតាមត្រូវវាគឺលេខ1ហ្នឹងហើយឥឡូវយើងចូលទៅដល់បាទសំណួរបាទលេខ5ដែលជាសំណួរចុងក្រោយនៃវីដេអូរបស់យើងបាទអូប៉ុនមុនចេតើយើងបកប្រែក្បាលសំណួរមកដើម្បីឲ្យដឹងថាគេព្យាយាមធ្វើអីក្បាលសំណួរគេនិយាយថាអឹមករលអ៊ីកូណេយ៉ងខ្វាកាថិនកសលreceptio ក្នុងប្រយោគនេះអត់មានប្រធានទេគឺយើងបកប្រែពីខាងចុងមកសូមជ្រើសរើសបាទ receptio សូមជ្រើសរើស Kathen ក៏សើបាទអ្វីដែលដូចគាត់នឹងអ្វី Kathen ដែលដូចខ្វានេះនឹងនៃយ៉ងអត្តន័យ Eco នេះបន្ទាប់ពីអាន Kerel នេះអត្ថបទថាអឹមនេះយើងបកប្រែតាមខាងក្រោមចំណុចនេះគេបញ្ជាក់យើងថាសូមជ្រើសរើសអ្វីដែលដូចទៅនឹងអត្តន័យ
បន្ទាប់ពីអានអត្ថបទខាងក្រោមចឹងមានន័យថាវាជាប្រភេទសំណួរបាទ category បាទឲ្យជ្រើសរើសអ្វីដែលដូចបាទសំណួរប្រភេទហ្នឹងដើម្បីធ្វើវាបានគឺយើងត្រូវទៅមើលចម្លើយទាំង4ជាមុនសិនគឺយើងត្រូវមើលចម្លើយនីមួយៗហើយរកពាក្យគន្លឹះក្នុងចម្លើយហ្នឹងទៅផ្ទៀងនៅក្នុងអត្ថបទបាទបើយើងរកពាក្យគន្លឹះនៅក្នុងចម្លើយនឹងហើយទៅផ្ទៀងនៅអត្ថបទបាទចម្លើយហ្នឹងនិងអត្ថបទនិយាយដូចគ្នាមានន័យថានឹងចម្លើយត្រឹមត្រូវប៉ុន្តែបើចម្លើយហ្នឹងនៅអត្ថបទនិយាយខុសគ្នាមានន័យថានឹងជាចម្លើយដែលខុសតែនឹងចូលដល់ចម្លើយលេខ1នេះគេនិយាយថា한국에서는នៅប្រទេសកូរ៉េ친한 사람 에게បាទទៅកាន់មនុស្សដែលស្និទ្ធស្នាល친하다는ស្និទ្ធស្នាលបាទសារ៉ាមនេះមនុស្សអេគេទៅកាន់បាទអញ្ចឹង친한 사람 에게ទៅកាន់មនុស្សស្និទ្ធស្នាលបាទនុភីម៉ារបាទពាក្យគួរសម사용해서 말합니다បន្ទាប់ពីប្រើប្រាស់ហើយនិយាយ사용해서នឹងបន្ទាប់ពីប្រើប្រាស់បាទយើងអត់បកប្រែថាដោយសារតែប្រើប្រាស់ទេដោយសារតែឡើយនឹងអត់បញ្ជាក់មូលហេតុបាទអញ្ចឹងសូមបញ្ជាក់តិចតម្រូវអក្សរនេះបាទយើងអាចប្រើវាបានពីរបៀបទី1ដោយសារតែមូលហេតុទី2បន្ទាប់ពីហើយនឹងឆ្លប់ឃ្លាអញ្ចឹងឡើយនេះអត់បញ្ជាក់មូលហេតុយើងបកប្រែបន្ទាប់ពីអញ្ចឹងឡើយគេចង់និយាយថានៅប្រទេសកូរ៉េតែការមនុស្សដែលស្និទ្ធស្នាលហ្នឹងគឺគេប្រើប្រាស់ពាក្យគួរសមហើយនិយាយអញ្ចឹងពាក្យកន្លែងរបស់វាគឺបាទមនុស្សស្និទ្ធស្នាលហើយនឹងបាទប្រើប្រាស់ពាក្យគួរសមបាទពាក្យមនុស្សស្និទ្ធស្នាលនេះគឺវានៅបាទនៅជុតិមានបាទ친한 사람កន្លែងនេះបាទមានដែរប៉ុន្តែគេដាក់친하지 않는 사람에게는ថាទៅកាន់មនុស្សដែលមិនស្និទ្ធស្នាលវិញអាហ្នឹងយើងអាចមើលវានៅកន្លែងបាទនេះឃ្លានេះបាទឃ្លាដំបូងក៏បានក៏រកឃ្លាទី2នេះក៏បានដែរតែឥឡូវយើងមើលពីឃ្លាដំបូងទៅមកគេដែល한국에서는នៅប្រទេសកូរ៉េចាស់ស៊ីនផូដាបាទជាងខ្លួនឯងចាស់ស៊ីនខ្លួនឯងផូដានេះខ្ញុំបកប្រែថាផូដានេះខ្ញុំបកប្រែថាជាងវាជាវិជ្ជករបាទតម្រងប្រៀបធៀបតម្រងវានាមបូកមួយផូដាបាទនាមបូកមួយផូដាបកប្រែថាជាងតម្រងប្រៀបធៀបនាយិកាMana seram eke នាយិកានឹងសំដៅលើអាយុ Mana seram eke ខ្ញុំបកប្រែថាទៅកាន់មនុស្សដែលអាយុច្រើនបាទនុភីម៉ារសាយ៉ូហាមេដានុភីម៉ារនៅលើពាក្យគួរសមសាយ៉ូហាមេដាខ្ញុំបកប្រែថាប្រើប្រាស់អញ្ចឹងប្រយោគនេះមានប្រធាននៅកន្លែង 한국에서는 គឺខ្ញុំបកប្រែពីកន្លែងហ្នឹងមកតមកទៅខាងចុងបាទតមកយើងបកដល់ទៅកណ្ដាលវិញចុះឃ្លានេះគេចង់និយាយថានៅប្រទេសកូរ៉េហ្នឹងគឺគេប្រើប្រាស់ពាក្យគួរសមទៅកាន់មនុស្សដែលមានអាយុច្រើនជាងខ្លួនឯងឃ្លាបន្តគេនិយាយថាគឺរណាក៏ប៉ុន្តែចាស់ស៊ីនផូដាបាទមិញហ្នឹងគេថាជាងខ្លួនឯងចាស់ស៊ីននឹងខ្លួនឯងផូដាជាងតម្រងប្រៀបធៀបណាអេកាម៉ាណាតូទោះបីជាមានអាយុច្រើនណាអ៊ីណាអាយុម៉ាណាតូទោះបីជាច្រើនបាទតម្រងវាគុណនាមគេហៅបូកជាមួយនឹងអូតូបាទខ្ញុំមកប្រែថាទោះបីជាក៏ដោយចឹងនាយិកាម៉ាណាតូទោះបីជាអាយុច្រើនក៏ដោយហើយជុកខ្វាខ
ខាត់ឈីខាកាអ៊ូនខ្វាន់គេអ៊ីលតេនិនខាជុខ្វាខាត់ឈីបាទជាមួយនឹងក្រុមគ្រួសារខាជុគ្រួសារខ្វានឹងខាត់ឈីជាមួយខាកាអ៊ូនខ្វាន់គេអ៊ីលតេនិនពេលដែលមានទំនាក់ទំនងបាទចិត្តស្និទ្ធឬក៏ចិត្តដិតខាកាអ៊ូនម្ដងលេខចិត្តដិតបាទខ្វាន់គេនឹងមានថាទំនាក់ទំនងផាន់ម៉ារិលសាយ៉ងហាកេតូហាមេដាផាន់ម៉ាសម្រាប់ពាក្យមិនគួរសមសាយ៉ងហាកេតូហាមេដានេះប្រើប្រាស់ផងដែរពាក្យដើមសាយ៉ងហាដាតម្រងបាទវិជ្ជករគីតូហាដានេះបកប្រែថាផងដែរតម្រងវាគុណនាមគេហៅស័ព្ទបាទបូកមួយគីតូហាដាផងដែរចុះខ្លៃឃ្លានេះគេចង់និយាយថាក៏ប៉ុន្តែបាទជាងខ្លួនឯងបាទទោះបីជាមានអាយុច្រើនក៏ដោយបាទនៅពេលដែលមានទំនាក់ទំនងបាទជិតស្និទ្ធជាមួយនឹងក្រុមគ្រួសារគឺថាយើងក៏ប្រើប្រាស់នៅពាក្យមិនគួរសមផងដែរបាទយើងបកប្រែអស់មកដោយសារតែមកឆ្លើយលេខ1ដូចជាក្តោបអត្ថន័យទាំងអស់ហើយបាទខឺរីកូបាទរួចហើយកាសិនពូដាម៉ាទីរ៉ៃជាងខ្លួនឯងនាយកាឈប់គឿនសារ៉ាមអេកេនិនទៅកាន់មនុស្សដែលមានអាយុតិចនាយកាណាអាយុឈប់គឿនតិចសារ៉ាមអេកេនិនទៅកាន់មនុស្សផាន់ម៉ារើសាយ៉ងហាមេដាបាទផាន់ម៉ានឹងពាក្យមិនគួរសមសាយ៉ងហាមេដានឹងប្រើប្រាស់ចឹងនេះគេចង់និយាយថារួចហើយទៅកាន់មនុស្សដែលមានអាយុតិចជាងខ្លួនឯងគឺគេប្រើប្រាស់ពាក្យមិនគួរសមបាទឃ្លាចុងក្រោយនេះដាក់ហាជាម៉ានក៏ប៉ុន្តែនាយកាឆូកូតូបាទទោះបីជាអាយុតិចក៏ដោយនាយកាណាអាយុឆូកូតូនេះពាក្យដើមឆុកតាបាទតិចវាបូកមួយទម្រង់អាអូតូមួយនេះបាទផងដែរបាទនេះអាតូលើនេះហើយគេតូហាដានេះក៏ផងបាទគេតូហាដាខាងក្រោមនេះផងដែរបាទអាលើនេះទោះបីជាក៏ដោយបាទចឹងហាជាម៉ានក៏ប៉ុន្តែនាយកាឆូកូតូទោះបីជាអាយុតិចក៏ដោយឈើមិនណាស់ក៏ណាឈើនៅដំបងមិនណាស់ក៏ណាវាថាបានជួបឬក៏ណានេះបកប្រែថាឬក៏តម្រងវិជ្ជករដែរហ្នឹងฉันhanya anak seram again តែកម្មមនុស្សដែលមកស្និទ្ធស្នាលគឺពីម៉ារើសាយ៉ងហេយ៉ាហាមេដាយើងត្រូវតែប្រើប្រាស់ពាក្យគួរសមនៅពីម៉ាពាក្យគួរសមសាយ៉ងហេយ៉ាហាមេដាត្រូវតែប្រើប្រាស់ជាឃ្លាចុងក្រោយនេះគេនិយាយថាក៏ប៉ុន្តែបាទយើងបកប្រែពីឡើងហ្នឹងមកក៏ប៉ុន្តែទោះបីជាអាយុតិចក៏ដោយថាពេលដែលបានជួបជាលើកដំបូងឬក៏ទៅកាន់មនុស្សដែលមិនស្និទ្ធស្នាលគឺយើងត្រូវតែប្រើប្រាស់ពាក្យមិនគួរយើងត្រូវតែប្រើប្រាស់ពាក្យគួរសមបាទជាឃ្លាខាងចុងនេះម្ដងទៀតក៏ប៉ុន្តែទោះបីជាអាយុតិចក៏ដោយថាពេលដែលបានជួបគ្នាលើកដំបូងឬក៏ទៅកាន់មនុស្សដែលមិនស្និទ្ធស្នាលគឺយើងត្រូវតែប្រើប្រាស់ពាក្យគួរសមមកយើងក៏លើកទៅមើលចលនាលេខ1គេនិយាយថានៅប្រទេសកូរ៉េទៅកាន់មនុស្សស្និទ្ធស្នាលនេះគឺបាទយើងតបប្រើប្រាស់ពាក្យគួរសមហើយគឺនិយាយបាទឬក៏យើងបោះសួរស្ដាប់នៅប្រទេសកូរ៉េហ្នឹងទៅកាន់មនុស្សស្និទ្ធស្នាលហ្នឹងគឺបាទនិយាយដែលប្រើប្រាស់បាទពាក្យគួរសមបាទចឹងនៅក្នុងអត្ថបទរបស់យើងហ្នឹងបាទមនុស្សស្និទ្ធស្នាលហ្នឹងគឺបាទគេអត់បញ្ជាក់ថាយើងត្រូវប្រើពាក្យគួរសមទេបាទថាយើងអាចប្រើពាក្យមិនគួរសមហ្នឹងក៏បានបាទពាក្យផាន់ម៉ាល់ហ្នឹងបាទពាក្យមិនគួរសមឬក៏គេហៅថាភាសាវៃស្មាជាឆ្លើយលេខ1ដូចជាអត់ត្រូវទេបាទលេខ2វិញគេដាក់ហាន់គុកសារ៉ាមិនជាកូរ៉េសាំងដេអេណាអ៊ីអេតារ៉ាបាទសាំងដេអេហ្នឹងប្រែថារបស់ភិក្ខីម្ខាងទៀត
sang đế nó khá là phép kim mà kháng tiết và ế nó rồi bỏ ơi nó kháng chóng cho anh ế phải là rồi bỏ na ý này dụ ế ta ra này bằng dùng thuật 8 và với có vào phía và niếm vô cho mình ế ta ra phải là dùng thuật 8 chẳng hạn này bất tích chúng chỉ cái này dùng thuật 8 mà vô rồi bỏ phép kim mà kháng tiết sa Johanan mari tharimidaពាក្យដែលប្រើប្រាស់ហ្នឹងសា Johanan mari ពាក្យដែលប្រើប្រាស់ tharimida ហ្នឹងគឺផ្សេងគ្នាបាទក្នុងនេះគេចង់និយាយថាបាទតាមសាច់រឿងដែលយើងនិយាយមើលមិញហ្នឹងគេនិយាយថានៅប្រទេសកូរ៉េហ្នឹងថាគឺប្រើប្រាស់ពាក្យគួរសមហ្នឹងទៅកាន់មនុស្សដែលមានអាយុច្រើនជាងខ្លួនឯងក៏ប៉ុន្តែទោះបីជាអាយុច្រើនជាងខ្លួនឯងក៏ដោយពេលដែលមានតំណែងចិត្តដិតដូចជាក្រុមគ្រួសារអញ្ចឹងគឺគេប្រើប្រាស់ពាក្យមិនគួរសមផងដែររួចហើយទៅកាន់មនុស្សដែលមានអាយុតិចជាងខ្លួនឯងគឺគេប្រើប្រាស់ពាក្យមិនគួរសមក៏ប៉ុន្តែទោះបីជាអាយុតិចក៏ដោយពេលដែលជួបលើកដំបូងឬក៏ទៅកាន់មនុស្សដែលមិនសិស្សសាសនាគឺត្រូវតែប្រើប្រាស់ពាក្យគួរសមបាទចុះទៅបើចម្លើយលេខ2គេនិយាយថាជាកូរ៉េហ្នឹងគឺគេប្រើប្រាស់ពាក្យបាទពាក្យដែលប្រើប្រាស់ហ្នឹងគឺវាផ្សេងគ្នាទៅតាមអាយុរបស់បាទភាគីម្ខាងទៀតបាទអានេះដូចជាបាទអត់ទាន់ត្រូវឡើយទេឥឡូវយើងមើលអស់សិនមកឬលេខ2នេះគេនិយាយថាលេខ3 Naika Orange Ram Again Naika អាយុ Orange Ram Again ទៅកាន់មនុស្សដែលមានអាយុក្មេង Orida នឹងក្មេងអញ្ចឹង Naika Orange Ram Again ទៅកាន់មនុស្សដែលមានអាយុក្មេងឈិនហាចអាណាតូទោះបីជាមិនស្និទ្ធស្នាលផាន់ម៉ារឺសយ៉ងហាមេដាគឺប្រើប្រាស់ពាក្យមិនគួរសមអាហ្នឹងមិននៅឃ្លីខាងចុងបាទនេះក៏ប៉ុន្តែទោះបីជាអាយុតិចក៏ដោយពេលដែលបានជួបលើដំបូងហ្នឹងឬក៏តែការអ្នកដែលមិនសិស្សសាសនាគឺយើងត្រូវតែប្រើប្រាស់ពាក្យគួរសមចឹងលេខ3នេះអត់ត្រូវទេបាទខុសហើយបាទលេខ4មួយទៀតមកគេនិយាយថាខាជុកឆារមខាកាអូនខនគេយ៉តូខាជុកឆារមប្រែថាដូចជាក្រុមគ្រួសារខាជុកគ្រួសារឆារមនេះដូចខាកាអូននេះបាទស្និទ្ធស្នាលខនគេនេះតំណាក់តំណងយ៉តូទោះបីជាក៏ដោយបាទតម្រងវានាមបូកមួយបាទអ៊ីអូតូបាទអ៊ីយ៉តូទោះបីជាក៏ដោយចឹងទោះបីជាបាទតំណាក់តំណងចិត្តស្និទ្ធដូចក្រុមគ្រួសារក៏ដោយថ្ងៃការមកនៅមញ៉ាំសម្រាប់មានអាយុច្រើននុភីម៉ារឺសាយ៉ងហេយ៉ាហាមេដាត្រូវតែប្រើប្រាស់ពាក្យគួរសមនៅក្នុង clear មកអាហ្នឹងពាក្យដែលជាពាក្យកលើហ្នឹងគឺតំណាក់តំណងបាទស្និទ្ធស្នាលដូចក្រុមគ្រួសារអាហ្នឹងនៅជួរទី2បាទយើងមើលតែជួរទី2មកយើងនឹងដឹងថាច្រឡំត្រូវខុសហើយនេះគេនិយាយថាខរណាក៏ប៉ុន្តែចាស់សិនផដាជាងខ្លួនឯងណាអេកាម៉ាណាតូទោះបីជាអាយុច្រើនក៏ដោយខាជុកខ្វាខាឈីខាកាអូនខ្វាញ់គេអ៊ីលតែនិនពេលដែលតំណែងតំណងជិតស្និទ្ធដូចចំណាំក្រុមគ្រួសារផាន់ម៉ារឺសយ៉ងហាកេតូហាមេដាគេក៏ប្រើប្រាស់ពាក្យមិនគួរសមផងដែរចឹងចម្លើយទៅពេលចម្លើយលេខ4គេនិយាយថាទោះបីជាតំណែងតំណងជិតស្និទ្ធដូចជាក្រុមគ្រួសារសម្រាប់អាយុច្រើនត្រូវតែប្រើប្រាស់ពាក្យគួរសមនឹងអត់ត្រូវដែរបាទខុសហើយបាទជួយឆ្លើយតាមត្រូវវានេះកលេខ2នេះបាទជួយជាកូរ៉េហ្នឹងគូស្រាមិនសាំងដេអេណាអ៊ីអេតារ៉ាបាទយកទៅតាមអាយុរបស់ភាគីម្ខាងទៀតសាយ៉ូហានិនម៉ារីថារេមីដាប្រើពាក្យដែលប្រើប្រាស់ហ្នឹងគឺវាផ្សេងគ្នាបាទចឹងត្រូវហើយបាទចឹងសំណួរលេខ5ហ្នឹងឆ្លើយតាមត្រូវវាគឺលេខបាទលេខ2ហ្នឹងបាទ
ចឹងវីដេអូនៃការដោះស្រាយលំហាត់ if else topic បាទផ្នែកអាននៅមេរៀនទី8បាទមកដល់ទីបញ្ចប់អរគុណអ្នកនរគ្នាដែលបានចំណាយពេលវេលាតាមដានវីដេអូនេះតាមរហូតដល់ចប់ហើយចូលចិត្តវីដេអូនេះកុំភ្លេចចុច like ឬក៏ចុច subscribe channel របស់ខ្ញុំមួយដើម្បីឆ្កាលើកទឹកចិត្តដល់ខ្ញុំបន្តផលិតវីដេអូជាបន្តទៅមុខទៀតអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូបន្ត